សុខសប្បាយគ្នាថ្ងៃនេះខ្ញុំកំពុងតែស្ថិតនៅស្ថានីយ៍ទូរទស្សន៍មួយកន្លែងយើងបានឃើញការផ្ទុះអាវុធជាច្រើនកន្លែងនៅលើផ្កាយរណបហើយយើងក៏បានសង្កេតឃើញថាមានការទាំងនេះវាទាំងយន្តហោះចម្បាំងត្រូវបានចល័តទូទាំងពិភពលោកតើនេះអាចជាសង្គ្រាមលោកលើកទី3ដែរឬទេទិន្នន័យនៅលើផ្កាយរណបក៏បានប្រាប់ថាមានការប្រយុទ្ធគ្នាគ្រប់ទីកន្លែងក្នុងឆ្នាំ2026នេះឥឡូវនេះខ្ញុំបានឃើញយន្តហោះចម្បាំងជាច្រើនបានហោះពេញផ្ទៃវេហាតែម្ដងភាពតានតឹងកំពុងតែកើតឡើងពេញពិភពលោកហើយឥឡូវនេះកំពុងតែមានអគារជាច្រើនបានខ្ទេចដោយសារវាប្រហារដោយគ្រោះកំភ្លើងហើយមានទាហានជាច្រើនកំពុងតែរត់ឆ្វេងឆ្វាយពេញទីនេះហើយឥឡូវនេះរវាងមហាអំណាចកំពុងតែប្រឈមមុខដាក់គ្នាហើយយន្តហោះចម្បាំងកំពុងតែចេញបន្តហើយឥឡូវនេះខ្ញុំក៏បានឃើញទាហានជាច្រើនកំពុងតែរៀបចំរួមប្រឈមនឹងសមរភូមិមួយនេះអ្នកនរគ្នាមកចោះកន្លែងនេះហាក់ដូចជាស្ងៀមស្ងាត់ប៉ុន្តែអាគារទាំងមូលត្រូវបានខ្ទេចភាពតានតឹងក៏នៅតែមានតើវានឹងបញ្ចប់ដោយដូចម្ដេចអ្នកនរគ្នាខ្ញុំនៅទីនេះកំពុងតែប្រឈមមុខនឹងភាពតានតឹងរវាងមហាអំណាចដែលកំពុងតែធ្វើការប្រយុទ្ធគ្នាហើយលោកនេះទីក្រុងទាំងមូលត្រូវបានខ្ទេចអស់ហើយប្រជាជនបានរត់ភៀសសគ្រប់ទីកន្លែងហើយភាពតានតឹងនៅតែបន្តកើតឡើងហើយនេះអាចជាទស្សនវិជ្ជាសង្គ្រាមលោកលើកទី3